រឿងនេះជារឿងពិតក្នុងឆ្នាំ2021មានគ្រួសារមួយដែលគាត់រើទៅនៅខេត្តកណ្ដាលហើយម្ដុំភូមិដែលគាត់នៅនោះហៅថាភូមិព្រែកសំរោងហើយសតដើមចេកជ្វាបងសុភាពដែលជាម្ដាយគាត់ចូលចិត្តដាំដើមចេកនៅជិតប្អួយហើយប្តីរបស់គាត់ឈ្មោះរិទ្ធគឺធ្វើការរោងចក្រសម្រាប់កូនស្រីរបស់គាត់ឈ្មោះស្រីនាងហើយចូលចិត្តនៅដល់យប់ជ្រៅដំបូងឡើយជីវិតរបស់ពួកគាត់គឺស្ងប់ស្ងាត់អត់មានអីទេប៉ុន្តែយប់មួយម៉ោង3ភ្លឺបងសុភាពគឺគាត់ភ្ញាក់ឡើងទៅលើសំឡេងគឺមូលហេតុដែលសារតែកង្ហាររបស់គាត់ឈប់ដំណើរការហើយប្អូនរបស់គាត់គឺបានបើកហើយគាត់មើលទៅក្រៅហើយក៏ឃើញថាមានដើមចេកមួយស្លឹករបស់វាគឺកំពុងតែប៉ះមួយកញ្ចក់ហើយបងសុភាពគាត់នៅភ្ញាក់អត់ទាន់ស្រួលទេគាត់សួរនាងកូនឯងមែនហ្នឹងហើយបងសុភាពក៏ងុយគេងពេកគាត់គេងទៅវិញទៅប៉ុន្តែស្អែកឡើងបងនាងគឺគាត់ចាប់ផ្ដើមឮសំឡេងសើចពីកន្លែងម្ដុំដើមចេកជ្វាហ្នឹងហើយពេលគាត់មើលទៅកាន់កន្លែងម្ដុំហ្នឹងគឺគាត់ឃើញថាមាននារីម្នាក់ឈរនៅជិតដើមចេកជ្វាហ្នឹងស្បែករបស់គាត់រៀងស្លេកហើយសក់របស់គាត់គឺវែងមែនតែនហើយភ្នែករបស់គាត់គឺបើកសំម្នាក់ស្រីដែលឈរនៅជិតដើមចេកជ្វាហ្នឹងក៏ញញឹមដាក់បងភៀបហើយមកក៏បាត់ឈឹងគាត់ញីភ្នែកហើយក៏គាត់គិតថាគាត់កំពុងតែស្មើស្មៃផឹកឡើងបងភៀបក៏ឃើញសយងចេកនៅជិតប្អួយរបស់គាត់បងភៀបក៏បានទៅប្រាប់ប្តីគាត់រឿងកាត់ឡើងទាំងអស់ហើយបងរិទ្ធក៏គាត់អត់ជឿហើយក៏គាត់ថាអើយដើមចេកនេះស្កេះហើយហើយយប់ហ្នឹងក៏គាត់កាប់ដើមចេកហ្នឹងទាំងអស់ចឹងទៅពេលស្អែកឡើងពេលថ្ងៃចាប់ផ្ដើមលិចគឺគ្រួសារហ្នឹងចាប់អារម្មណ៍ថាដើមចេកហ្នឹងវាចាប់ផ្ដើមដុះឡើងវិញហើយយប់ហ្នឹងស្រីនាងក៏គាត់បានជ្រក់ទឹកមាត់ជាខ្លាំងពេលគាត់គេងហើយក៏បានភ្ញាក់ហើយមកក្នុងបន្ទប់ហ្នឹងគឺក្លិនធូបខ្លាំងបូកជាមួយនឹងក្លិនចេកទុំពេលនាងបែរមកគឺឃើញដៃមួយកំពុងតែលូកចូលតាមប្អួយរបស់នាងហើយដៃហ្នឹងមើលមកដូចកមូនស្រីនាងក៏ស្រែកខ្លាំងហើយមកនាងក៏រត់ទៅបើកភ្លើងហើយមកក៏អត់មានឃើញដៃអត់មានឃើញអីទេគឺនាងក៏ថានាងស្មើស្មៃពេលព្រឹកហើយក៏មានឃើញថាមានកញ្ចក់មួយអាសេឈ្មោះស្រីនាងហ្នឹងនៅលើសបកចេកហ្នឹងហើយតាំងពីពេលហ្នឹងមកបងរិទ្ធក៏គាត់អត់ធូបសុំទោសហើយដាំដើមឈើជូនគេវិញគ្រួសារបងរិទ្ធគឺគាត់បានទៅនៅជាមួយនឹងម្ដាយបងរិទ្ធមួយរយៈសិនហើយដល់សល់ថ្ងៃអ្នកភូមិនៅព្រៃសំរោងគឺគាត់នៅនិយាយថាបើអ្នកអរគ្នាដើរមក3ភ្លឺអ្នកអរគ្នានឹងឮសំឡេងស្រីហៅបូកជាមួយនឹងឃើញនារីម្នាក់ដែលគាត់ឈរនៅជិតដើមចេកជ្វានឹងញញឹមដាក់អ្នកអរគ្នាបំបត្តិមុនក្នុងរយៈពេល7ថ្ងៃជាមួយនឹងបតុមម៉ាស់គឺជាផលិតផលធម្មជាតិមួយដែលមានអ្នកប្រើប្រាស់ដល់ទៅ10000នាក់ជាងដែលល្អសម្រាប់មុនរោក្រហមស្នាមនិងកន្ទួតបើអ្នកនរគ្នាប្រើ